ភិក្ខុបាបមានចរិយាការប្រព្រឹត្តមិនប្រក្រតី5យ៉ាងទូព្រមគុំខ្ញុំគណៈខ្ញុំថ្ងៃនេះលើកយកនៅអត្ថបទនេះមកដើម្បីធ្វើការពិចារណាដំណើររបស់ពួកសត្វនៅក្នុងភព3ដែលរមែងតែងប្រព្រឹត្តទៅតាមអំណាចកិលេសក្នុងសន្តានណាទេសំបីតែស្ថិតនៅក្នុងឧត្តមភេទឬក៏ហីនភេទម្ដេចម្ដាក៏ដោយបណ្ណយុស័កយ៉ាងណាក៏ដោយក៏នៅក្រោមអធិពលនៃកិលេសអកុសលរមែងនាំសត្វឲ្យប្រព្រឹត្តឆ្គាំឆ្គងផ្សេងបានចឹងថ្ងៃនេះបទបង្ហាញពីភិក្ខុបាបមានចរិយាការប្រព្រឹត្ត5យ៉ាងទី1ភិក្ខុបាបអាស្រ័យកិរិយាមិនស្មើដោយសេចក្តីថាមានការប្រព្រឹត្តទៅដោយកាយកម្មវចីកម្មមនោកម្មមិនល្អណាមិនជាសុចរិតមិនប្រសើរមិននាំមកនៅប្រយោជន៍មិននាំមកនៅសេចក្តីចម្រើនមិននាំមកនៅសេចក្តីសុខដល់ទលំទលាយក្នុងលោកនោះទេនេះជាលក្ខណៈទី1ណាទី2ភិក្ខុបាបអាស្រ័យការយល់ឃើញមិនល្អដោយសេចក្តីថាมันមានការយល់ដល់ត្រឹមត្រូវមានការប្រព្រឹត្តទៅដោយអន្តគាហកទិដ្ឋិមានទិដ្ឋិមិនប្រក្រតីមិនប្រកបព្រមជាមួយនឹងហេតុផលតាមពិតមិនជាសត្យានុមត្តដែលជាដំណើររបស់បរមត្តសច្ចៈហើយក៏ចេះតែប្រព្រឹត្តទៅដោយការស្ទាបអង្អែលជាមួយទិដ្ឋិដ៏គំរុកដ៏អាក្រក់មិនល្អប្រសើរនេះក្នុងដំណើរជីវិតហើយមានការដឹកនាំឲ្យពួកជនទាំងឡាយយល់ឃើញមិនល្អតាមខ្លួនទៀតនេះគឺជាគ្រោះថ្នាក់ដែលមិនមែនតែខ្លួនឯងមួយអង្គឯងទេបង្កគ្រោះថ្នាក់ដល់ជនជាច្រើនអ្នកថែមទៀតដែលស្ថិតនៅដោយសេចក្តីរាប់អានជាមួយនឹងខ្លួនឯងជាភិក្ខុបាបយ៉ាងនេះទី3ភិក្ខុបាបដែលអាស្រ័យជនអ្នកមានកម្លាំងដោយសេចក្តីថាការរស់នៅជាប្រក្រតីក្នុងព្រហ្មចរិយធម៌នៃភិក្ខុនោះមានការរំពឹងរំពៃអាងដោយការគោរពរាប់អានជ្រះថ្លាឬក៏បានធ្វើការយកចិត្តយកថ្លើមយកចិត្តទុកដាក់ជាមួយនឹងជនដែលមានអំណាចមានកម្លាំងនៃឯងប្រក្រតីទៀតហើយមានគំនិតយល់ឃើញថានៅពេលមានបញ្ហាការចោទប្រកាន់ឬក៏មានការដាក់ទោសទណ្ឌដោយប្រការណានីមួយខ្លួនឯងពឹងអាងលើជនដែលមានអំណាចថានឹងជួយការពារអាត្មាអញជួយដោះអាត្មាអញជួយលើកលែងទោសឲ្យអាត្មាអញពីសំណាញ់នៃច្បាប់តម្រាទាំងឡាយពីសំណាក់ជនដែលខ្លួនឯងធ្វើការរាប់អានហើយជាអ្នកមានអំណាចធំធេងយ៉ាងនេះឯងដោយសារមានការយល់ឃើញនឹងអាងយ៉ាងនេះខ្លួនក៏ចេះតែប្រព្រឹត្តទៅក្នុងអំពើខុសឆ្គងផ្សេងដែលជាហេតុទៅកាន់ទីទុក្ខថោកទាបនិងវិលវល់ក្នុងវាលវដ្តសង្សារដ៏វែងឆ្ងាយបង្កគ្រោះមហន្តរាយដល់ជនទាំងឡាយដែលប្រព្រឹត្តបដិបត្តិតាមនោះទៀត
ហើយទី4ភិក្ខុបាបអាស្រ័យនឹងការសោកប៉ាន់ដោយសេចក្តីថាមាននៅបច្ច័យ4ច្រើនមានចៃវរបច្ច័យបណ្ឌបាតបច្ច័យសេនាសនបច្ច័យគិលានភេសជ្ជបច្ច័យក៏ច្រើនដែលសម្រេចមកអំពីការបូជារបស់ជនទាំងឡាយដែលមានសទ្ធាដែលបានបរិច្ចាគបំពេញទានផ្ញើទានហើយខ្លួនឯងអាងសម្បូរទៅដោយលៀបសក្ការៈសម្បូរដោយបច្ច័យ4ជាដើមនេះក៏នាំយកលៀបទាំងឡាយនោះឯងទៅដើម្បីជាគ្រឿងអាងក្នុងចិត្តថាកាលដែលអាត្មាអញមានបញ្ហាឬរឿងរ៉ាវដោយប្រការណានីមួយអាត្មាអញនឹងនាំយកនៅបច្ច័យទាំងឡាយ4នេះឬលៀបសក្ការៈទាំងឡាយដែលកើតចេញពីបច្ច័យទាំងឡាយ4នេះទៅសោកប៉ាន់នៅអ្នកដែលធ្វើកិច្ចការក្នុងរឿងក្តីឬបញ្ហាវិបត្តិរឿងរ៉ាវផ្សេងនោះហើយគង់នឹងបានរួចផុតចាកពីទោសទណ្ឌផ្សេងដោយប្រការៈទីតីព្រោះហេតុតែមានចិត្តយល់ឃើញយ៉ាងនេះអាងយ៉ាងនេះពឹងយ៉ាងនេះក៏ចេះតែធ្វើឲ្យខ្លួនឯងលិចលង់ក្នុងអំពើលាមុខអាក្រក់សៅមងគ្រូតគ្រៀតដែលជាហេតុនាំមកនៅភយន្តរាយនៅក្នុងដំណើរត្រៃដង្កត់ទៅក្នុងភពតូចធំនៃវដ្តសង្សាររហូតឆ្ងាយពីព្រះសទ្ធមបានថែមទាំងនាំឲ្យអ្នកប្រព្រឹត្តបដិបត្តិទាំងឡាយឆ្គងទៅជាមួយខ្លួនដែររហូតដល់ទៅវែងភ្លេចមជ្ឈមាបដិបទាដែលជាគន្លងបដិបត្តិដើម្បីរបស់ខ្លួនចេញចាកពីទុកបាននាំអ្នកដតីឲ្យឆ្គងដោយការប្រព្រឹត្តបដិបត្តិកន្លងចាកមគ្គផលទៅបានហ្នឹងហើយទី5ភិក្ខុបាបអាស្រ័យដោយការត្រាច់ទៅតែឯងដោយសេចក្តីថាកាលមានគំនិតយល់ឃើញដោយទិដ្ឋិដ៏អាក្រក់ឬគំនិតអាក្រក់កើតឡើងហើយក៏មានការត្រាច់ទៅក្នុងទីចរិតផ្សេងទៅកាន់និគមផ្សេងទៅកាន់ត្រកូលផ្សេងហ្នឹងគឺតែមួយអង្គឯងទេប្រក្តីទេដោយគិតថាកាលដែលអាត្មាអញទៅហើយក៏លៀបសក្ការៈនេះកើតសម្រាប់តែអាត្មាអញតែម្នាក់ឯងតែមួយអង្គឯងគត់មិនសម្រេចដល់ភិក្ខុសាមណេរទាំងឡាយជាគម្រប់2ទេហើយលៀបសក្ការៈទាំងឡាយនោះអាត្មាអញចាត់ចែងយ៉ាងណាធ្វើយ៉ាងណាក៏បានតាមចិត្តដោយមិនខ្វល់ពីការចោទប្រកាន់ឬការសម្គាល់ឃើញរបស់ភិក្ខុដតីសមណៈដតីនៅឡើយមិនមាននរណាដឹងអំពីលៀបសក្ការៈដែលប្រព្រឹត្តទៅដោយអធម៌ម្ដេចម្ដារបស់ខ្លួនឯងទេមិនសមហេតុមិនសមផលលៀបសក្ការៈនោះក៏ចេះតែទទួលយកមកដើម្បីបំពេញនៅសេចក្តីត្រូវការតាមបំណងប្រាថ្នានៃខ្លួននេះគឺជាសភាពលក្ខណៈនៃភិក្ខុបាបដែលត្រាច់ទៅតែម្នាក់ឯងទេមាននៅគោលបំណងយ៉ាងនេះហើយជាការធ្វើឲ្យឆក់ល្វែងខូចខាតនៅប្រយោជន៍ដ៏ថ្លៃថ្លារបស់ឧបាសកឧបាសិកាបរិស័ទដែលប្រាថ្នានៅប្រយោជន៍ដ៏ចម្រើនទាំងឡាយហើយបានធ្វើការបូជាដោយសក្ការៈផ្សេងទីបំផុតក៏មានការប្រព្រឹត្តបដិបត្តិឆ្គងតាមភិក្ខុបាបដែលមានអធ្យាស្រ័យបែបនេះទៅជាបពពួកគ្នាទៅហើយក៏ប្រព្រឹត្តឆ្គងផ្សេងក្នុងព្រហ្មចរិយធម៌រហូតកន្លងចាកអំពីផ្លូវនៃសេចក្តីចម្រើនទៅកាន់ផ្លូវនៃសេចក្តីវិនិច្ឆ័យអន្តរាយបង្កគ្រោះថ្នាក់កម្មពាវរាក្នុងវដ្តសង្សាររោគទីបំផុតគ្មាននៅក្នុងដំណើរជីវិតនៃសង្សារវដ្តនេះគឺជាលក្ខណៈនៃភិក្ខុបាប5ប្រការដែលមាននៅក្នុងព្រះសាសនានេះព្រះសម្មាសម្ពុទ្ធជាមកថ្លៃនៃលោកព្រះអង្គទ្រង់ត្រាស់សម្ដែងដើម្បីទុកជាបទពិចារណាសិក្សាស្វែងយល់និងតម្កល់ចិត្តក្នុងវត្តបដិបត្តិដ៏ល្អវិញ
ដែលឃ្លាតចាស់អំពីវត្តបដិបត្តិឆ្គងក្នុងភាពជាពិខុបាបមានលក្ខណៈ5ប្រការនេះទៅនាំមកនៅប្រយោជន៍នាំមកនៅសេចក្តីសុខនាំមកនៅសេចក្តីចម្រើនក្នុងធម្មវិន័យនេះរហូតដល់នៅទីបំផុតនៃទុក្ខបានសូមអនុមោទនា